កាលពីព្រេងនាយនៅពេលដែលផែនដីនៅខ្ចីនៅឡើយដីមានសភាពទន់ដូចភក់ហើយមេឃហាក់ដូចជានៅទាបក្បែរក្បាលយើងក្នុងចំណោមវិញ្ញាណដែលរស់នៅលើដីនោះមានវិញ្ញាណវ័យក្មេងមួយរូបឈ្មោះកុម្ភៈចូលចិត្តដើររុករកពិភពលោកដ៏ទូលំទូលាយដែលពោរពេញទៅដោយផ្សែងអាប់និងដីដែលមិនទាន់រឹងមាំថ្ងៃមួយកុម្ភៈបានជួបនឹងអ្នកប្រាជ្ញចំណាស់ម្នាក់ឈ្មោះអាទិត្យដែលកំពុងអង្គុយលើពពកទាបមួយអាទិត្យបានសម្លឹងមើលទៅមេឃដែលកំពុងបន្ទាបខ្លួនចុះមកហើយនិយាយថាពិភពលោកយើងនេះត្រូវការបង្គោលដ៏រឹងមាំដើម្បីទ្រាំមេឃកុំឲ្យវាធ្លាក់មកសង្កត់ដីនិងជីវិតទាំងឡាយអាទិត្យបានពន្យល់បន្តថាមេឃមានទម្ងន់ធ្ងន់ណាស់ហើយមានតែអ្នកដែលមានកម្លាំងមហិមាប៉ុណ្ណោះទើបអាចរុញវាឲ្យខ្ពស់ទៅលើបានលោកបានប្រាប់កុម្ភៈឲ្យទៅស្វែងរកទឹកអម្រឹតនៃផែនដីដែលលាក់ខ្លួននៅក្នុងរូងភ្នំដ៏ជ្រៅបំផុតដើម្បីទទួលបានកម្លាំងនោះកុម្ភៈបានធ្វើដំណើរទៅកាន់រូងភ្នំអាថ៌កំបាំងនៅទីនោះគាត់បានឃើញប្រភពទឹកដែលចែងចាំងដោយពន្លឺពណ៌មាសកុម្ភៈបានលុតជង្គង់ចុះហើយវងទឹកនោះមកសោយភ្លាមនោះគាត់មានអារម្មណ៍ថាមានថាមពលដ៏ខ្លាំងក្លាកំពុងហូរពេញរាងកាយរបស់គាត់រាងកាយរបស់កុម្ភៈចាប់ផ្ដើមរីកធំឡើងរហូតដល់ក្បាលរបស់គាត់ប៉ះនឹងពពកស្មារបស់គាត់ឡើងមាំហើយដៃរបស់គាត់មានកម្លាំងអាចលើកថ្មភ្នំបាននេះគឺជាកំណើតដំបូងនៃយៈដែលជាអ្នកការពារផែនដីដ៏មានអំណាចដោយប្រើកម្លាំងថ្មីនេះកុម្ភៈបានឈោងដៃទៅលើហើយចាប់ផ្ដើមរុញផ្ទៃមេឃឲ្យខ្ពស់ឡើងគាត់ត្រូវប្រឹងកម្លាំងយ៉ាងខ្លាំងរហូតដល់សរសៃរឹងលេចឡើងនៅលើដៃប៉ុន្តែគាត់មិនបោះបង់ឡើយរហូតដល់មេឃស្ថិតនៅកំពូលដែលយើងឃើញសព្វថ្ងៃបន្ទាប់ពីមេឃនៅឆ្ងាយហើយកុម្ភៈបានងាកមកមើលដីដែលនៅទន់នៅឡើយគាត់បានប្រើដៃដ៏ធំរបស់គាត់កាយដីបង្កើតជាជ្រលងភ្នំនិងលើកដីឲ្យខ្ពស់បង្កើតជាជួរភ្នំដើម្បីឲ្យផែនដីមានសណ្ឋានរឹងមាំនិងស្រស់ស្អាតទោះបីជាមានកម្លាំងខ្លាំងក៏ដោយកុម្ភៈចាប់ផ្ដើមមានអារម្មណ៍ឯកោគាត់មានមាឌធំពេករហូតដល់មិនអាចលេងសើចជាមួយសត្វបក្សីឬដើរក្នុងព្រៃបានដូចមុនគាត់បានអង្គុយនៅលើកំពូលភ្នំខ្ពស់ជាងគេហើយសម្លឹងមើលទៅពិភពលោកខាងក្រោមដោយភាពស្ងប់ស្ងាត់អាទិត្យបានលេចខ្លួនឡើងម្តងទៀតហើយបានឃើញស្នាដៃដ៏អស្ចារ្យរបស់កុម្ភៈអាទិត្យបានប្រាប់ថាអ្នកមិនឯកោទេកុម្ភៈកម្លាំងរបស់អ្នកនឹងក្លាយជាគ្រាប់ពូជសម្រាប់អ្នកការពារដទៃទៀតកុម្ភៈក៏បានចែករំលែកទឹកអម្រឹតដែលនៅសេសសល់ដល់វិញ្ញាណដទៃទៀតដើម្បីបង្កើតជាពូជពង្សយៈការពារទៅទាំង8ចាប់តាំងពីពេលនោះមកយៈបានក្លាយជាអ្នកថែរក្សាភ្នំព្រៃឈើនិងមហាសមុទ្រទោះបីជាពេលខ្លះពួកគេមើលទៅគួរឲ្យខ្លាចដោយសារកម្លាំងមហិមាប៉ុន្តែបេះដូងរបស់ពួកគេគឺដើម្បីការពារពិភពលោកដែលពួកគេបានជួយបង្កើតឡើងកុម្ភៈក៏បានក្លាយជាស្តេចយៈដំបូងគេក្នុងរឿងព្រេង